ចែករំលែករឿងមួយចំនួននៅក្នុងវិស័យ IT ជាពិសេសអ្នកខាង software development គេនិយាយគ្នាលេងពេលខ្លះវាហួសចិត្តណាវារឿងខ្លះវាហួសចិត្តរឿងទូចមួយទេធ្វើឲ្យ server production crash down ប្រើអត់កើតអីចឹងណាអញ្ចឹងបើយើងស្រមៃថាគេខំមកកើតកម្មវិធីមួយហ្នឹងមិនដឹងថាមានប្រមាណកូដទេរាប់លានពាក្យរាប់លានអក្សររាប់លានកូដទេដែលបង្កើតបានជា system មួយប៉ុន្តែគេនាំគ្នានិយាយគ្នាលេងថាអាហ្នឹងឬក៏ senior ផ្ដាំទៅ junior ថាផ្ដាំទៅអ្នកធ្វើការថ្មីថាឲ្យដឹងអាហ្នឹងខុសតែមិនតិច server ហ្នឹងលែងដើរមកហ្នឹងហើយអញ្ចឹងអាហ្នឹងជារឿងមួយដែលគេចង់បញ្ជាក់ថាទូចមួយទេកូដមួយឡាញទេឬក៏ភ្លេច semicolon មួយទេគឺវាធ្វើឲ្យកូដរបស់យើងទាំងមូលហ្នឹងលែងដើរតែម្ដងកូដដែលវា execute compiler វាគិតពីលើមកក្រោមអញ្ចឹងទៅហ្នឹងហើយទៅវាទៅមកអត់រួចវា crash វា down server ហើយវាមិនមែនចេះតែ down ទេអាបញ្ហាដែលធ្វើឲ្យអត់ដើរហ្នឹងមកពីយើងធ្វើប្រហែសអញ្ចឹងទៅមុខទៀតយើងនឹងជួបថាម៉េចធ្វើប្រហែសរឿងអីមួយទៀតគឺការ deploy ទៅថ្ងៃសុក្រមួយទៀតគឺការ deployment រឿងរុញកូដទៅ production នៅថ្ងៃសុក្រអាហ្នឹងគឺក្រុមហ៊ុនជាច្រើនគឺហាមក្រុមហ៊ុនជាច្រើនគឺហាមតែម្ដងថាហើយយើងគិតមើលទៅយើងរុញ feature ថ្មីឬក៏យើង fix something ទៅថ្ងៃយើងរុញទៅថ្ងៃសុក្រហ្នឹងហើយដល់ពេលយើងរុញហើយយើងមិនដល់ថ្ងៃសម្រាប់ដល់ weekend អញ្ចឹងបើសិនជារុញទៅវាមានបញ្ហាសួរថាយើងមិនត្រូវចំណាយពេល weekend យើងហ្នឹងដើម្បីទៅ support ហ្នឹងហើយអញ្ចឹងគឺគេហាមផ្ដាច់ហ្មងក្រុមហ៊ុនខ្លះគឺកុំធ្វើថ្ងៃសុក្រថ្ងៃមួយកណ្ដោមិនធ្វើថ្ងៃសុក្រទៅអីហើយចំអ្នកខ្លះមានប្រពន្ធមានសង្សារអីត្រូវឲ្យពេលវេលាទៅគេយើងមិនអត់មានពេលអីគេហ្នឹងហើយអាហ្នឹងមួយទៅរឿងបន្ទាប់ទៀតពាក់ព័ន្ធជាមួយនឹងពាក្យថា cloud hosting cloud service អីចឹងណាហ្នឹងហើយយើងស្ដាប់ទៅដូចថាវាcloud ពពកហ្នឹងហើយអញ្ចឹងខ្ញុំគិតថាប្រហែលជាមានអ្នកខ្លះគាត់នៅច្រឡំដូចថាគាត់ទិញ system គេប្រើអញ្ចឹងគេប្រាប់ជុំអញ system នៅលើពពកលើ cloud លើពពកហើយចេះតែមើលទៅលើហើយជុំមេឃយើងល្ងិតហ្នឹងតែទៅវាសិន That's true.មួយទៀតពាក់ព័ន្ធនឹងរឿងដំបូងអញ្ចឹងនៅក្នុងភាសា development គេហៅ bug bug ហ្នឹងហើយគេហៅ bug ហ្នឹងបានន័យថាវាជាកូន error ទូចមួយដែលយើងអត់ដឹងទេដែល unexpected ដែលយើងពេល test ទៅអត់ឃើញពេលយើង test អត់ឃើញទៅយើងដាក់វាទៅប្រើប្រាស់ប៉ុន្តែវាមាន error ហ្នឹងកើតឡើងអញ្ចឹងយើងហៅវាជា bug អញ្ចឹងពីច្រើនអ្នកមានបទពិសោធន៍គាត់បញ្យល់ទៅកាន់អ្នកអត់មានបទពិសោធន៍ឧទាហរណ៍ដូចជា senior គាត់បញ្យល់ទៅ junior អញ្ចឹងណាថាយើងត្រូវយល់ណា bug ដែលយើងបង្កើតហ្នឹងទូចមួយទេប៉ុន្តែវាអាចបង្កើតទៅរឿងរ៉ាវជាច្រើនរាប់លាន case មានន័យថារាប់លានរឿងឥឡូវក៏ឧទាហរណ៍ឲ្យស្ដាប់ឧទាហរណ៍ថាក្រុមហ៊ុន payment មួយគាត់បើក QR payment ទៅឲ្យគ្រប់ merchant របស់គាត់ហើយ merchant របស់គាត់ប្រភេទហាងលក់អីវ៉ាន់ហ្នឹងហើយហាងលក់របស់ញ៉ាំ e-commerce something អញ្ចឹងទៅហើយយើងគិតមើល user អាចប្រើប្រាស់ហ្នឹងរហូតដល់រាប់លាននាក់
ហើយបើប្រព័ន្ធរបស់គាត់ហ្នឹងដែលកំពុងតែដំណើរការហ្នឹងគាត់មានអីអាប់ដេតគាត់រុញទៅហើយមាន bug មួយឧទាហរណ៍ថាធ្វើឲ្យ QR payment វាអត់ success សួរថាតើមានអីកាត់ឡើងយើងគិតថាធ្វើឲ្យ payment មួយអត់ success ដំបូងវាដើរធម្មតាទេប៉ុន្តែយើងដាក់ code យើង update upgrade feature យើងអីចឹងទៅប៉ះទៅលើអីមួយមាន unexpected error មួយមានការ error កាត់ឡើងដែលយើងអត់រំពឹងទុកអានេះហៅ bug ធ្វើឲ្យប៉ះពាល់ feature យើងមួយទូចហ្នឹង feature យើងមួយហ្នឹង bug បន្តិចហ្នឹងប៉ះពាល់ទៅដល់រាប់លាន user អញ្ចឹងអ្នកមានបទពិសោធន៍គាត់ធ្លាប់ភ័យធ្លាប់បាសសក់ហ្នឹងហើយធ្លាប់វេទនាជាមួយរឿងហ្នឹងអញ្ចឹងគាត់ព្យាយាមបញ្យល់ទៅជននីប៉ុន្តែជននីធម្មតាគ្នាអត់មានបទពិសោធន៍អត់មានបទពិសោធន៍បានត្រឹមតែគឺថាបិទភ្នែកស្រមៃបិទភ្នែកហើយស្រមៃអញ្ចឹងណាវាអត់វាគ្រាន់តែបានស្រមៃឃើញថាអូអាហ្នឹងវាចឹងមែនប៉ុន្តែសម្រាប់អ្នកដែលស៊ីនីនេះកន្លែង complain គឺកន្លែងនៅលើស៊ីនីអាគ្នាដែលធ្លាប់ជួបអាហ្នឹងគឺថាថ្លៃអត់បានទេណាសម្រាប់ថា error នៅលើ production ហើយមនុស្សប្រើប្រាស់រាប់លានអ្នកអីអាហ្នឹងគឺធ្ងន់ធ្ងរហើយមិនបាច់ថារាប់លានទេឥឡូវថាត្រឹម100អ្នកចុះហើយ100អ្នកហ្នឹងគេនាំគ្នា call មក support ស្របពេលគ្នាយើងគិតមិនហ្នឹងហើយមុខមាត់របស់ស្ថាប័នរបស់យើង reputation របស់យើងហ្នឹងវាទៅជាយ៉ាងម៉េចបើសិនជាគេនាំប្តឹងពេញបណ្ដាញសង្គមអីចឹងទៅអញ្ចឹងវាប៉ះពាល់ច្រើនមែនទែនអញ្ចឹងអាហ្នឹងគេគ្រាន់តែលើកមកបញ្យល់ដើម្បីឲ្យអ្នកដែលបង្កើតកម្មវិធីអ្នកដែលចូលរួមក្នុងការ develop ហ្នឹងគាត់យកចិត្តទុកដាក់ប្រយ័ត្នគឺมันអាចឲ្យខុសហ្មងគឺ 100% ត្រូវឲ្យវាដើរ 100% ត្រូវឲ្យ complete អត់មានឲ្យមានបញ្ហាទេមួយទៀតពាក់ព័ន្ធជាមួយនឹងអ្នកខ្លះគាត់ការងាររបស់គាត់រំភើយគាត់ development life cycle របស់គាត់មានន័យថាគាត់បង្កើតកម្មវិធីហើយឬក៏បន្ថែម feature លើកម្មវិធីមួយហ្នឹងគាត់រុញទៅ code review ធម្មតាគេមាន code review ដើម្បីថាវាជាដូច AI អញ្ចឹង review ទៅលើ code ហ្នឹងមានបញ្ហាអីអត់វា feedback វាអីវិញអញ្ចឹងទៅប៉ុន្តែពេលដាក់ទៅ code review ហ្នឹងវាផាសហើយគេមាន system automate សម្រាប់ test ទៀតដាក់ទៅ automate system test ហ្នឹងវាដើរហើយបន្ទាប់មកគាត់រុញទៅហ្មងទាំងដែលពេលខ្លះគាត់អត់យល់ថាមាន case អីគេខ្លះដែលអាចកាត់ឡើងលើសអា system test ដែលមាននឹងទៀតព្រោះ system test ពេលខ្លះវាសមត្ថភាពវាក៏វាស្ទើរជាងអា feature ថ្មីដែលយើងធ្វើថ្មីដែរអញ្ចឹងបើសិនជាយើងអត់ប្រើមនុស្ស test ទេយើងប្រើតែ system test ហើយអា business logic នៅលើ system ហ្នឹងវានៅស្ទើរអាហ្នឹងរុញទៅបញ្ហាមួយទៀតហ្នឹងហើយដល់ពេលរាល់បញ្ហាកើតឡើងរឿងមួយទៀតដែលពេញនិយមដែរគេលើកយកមកនិយាយគ្នាលេងដែរគឺវាដើរនៅលើម៉ាស៊ីនខ្ញុំហ្នឹងម៉ាស៊ីនខ្ញុំវាដើរតាហ្នឹងហើយវាដើរធម្មតាតាហើយនៅលើទូរស័ព្ទខ្ញុំដើរតានៅលើទូរស័ព្ទ team យើងខ្ញុំចុចទៅសើដើរទាំងអស់ហ្នឹងអាហ្នឹងវាជា reason មួយវាមិនមែនជា excuse ជា less ជាអីទេប៉ុន្តែគាត់ពិតជាដើរមែនអាហ្នឹងគឺលើកឡើងពីរឿងដែលវារៀង complain ដែរដែលយើងជួបណារបស់ខ្ញុំដើរហ្នឹងហើយដល់ពេលរុញទៅអត់ដើរធ្វើម៉េចហើយ manager គេចូលទៅគេមិនដឹងនិយាយថាម៉េចទេអញ្ចឹងមែនតើអាបញ្ហាទាំងអស់ហ្នឹងគឺគេមានវិធីដើម្បីជៀសវាងវាដែរគឺគេមាន procedure គេដើម្បីធ្វើអញ្ចឹងដូចជាក្រុមហ៊ុនដែលគេ compliant គេអត់មានចេះតែ deploy ទៅពេញទៅពីទេហ្នឹងហើយយើងខ្លាចតែក្រុមហ៊ុនអត់មាន compliant អត់មានច្បាប់ក្បួនអីត្រឹមត្រូវអញ្ចឹងអ្នកកាន់អីអញ្ចឹងអ្នកកាន់គឺអាចធ្វើតាមតែចិត្តរបស់គាត់នឹកឃើញអញ្ចឹងទៅអញ្ចឹងយើងប្រើ app មួយចំនួនណាប្រហែលជាយើងប្រើកម្មវិធីមួយចំនួនជួនកាល developer ម្នាក់គាត់កាន់អាហ្នឹងទៅគាត់អ្នក run business ហ្នឹងផងគាត់កាន់ server គាត់ធ្វើគ្រប់យ៉ាងទៅគាត់អញ្ចឹងទៅហ្នឹងហើយជួនកាលគាត់ឃើញថាអូ feature នេះគាត់ចង់ដូរទៅអញ្ចេះវិញគាត់ធ្វើភ្លាមនៅលើហ្នឹងហ្មងទៅប៉ុន្តែបើគាត់មានជំនាញទុកចិត្តជំនាញរបស់គាត់អីហ្នឹងប៉ុន្តែអាពេលខ្លះយើងទុកចិត្តយើងទុកចិត្តយើងខ្លួនឯងនឹងពេក
ពេលខ្លះវាចន្លោះប្រហោងម្ដងថាដំរីជើង4គង់មានផ្្លាត់អាពេលផ្្លាត់ម្ដងហ្នឹងវាបោះសក់ហ្នឹងហើយប៉ុន្តែមិនអីទេវាទៅតាមប្រភេទក្រុមហ៊ុនដែរបើថាយើងទៀមទាឲ្យយើងព្រោះថាទៅតាម business ដែរបើយើងធ្វើការងារតិចតួចបានចំណូលតិចតួចហើយយើងប្រឹងទៅធ្វើ step ច្រើនពេកទៅការមនុស្សច្រើនពេកអាហ្នឹងយើងរត់មិនរួចហ្នឹងហើយប៉ុន្តែprocedure ដើម្បីការពាររឿងទាំងអស់ហ្នឹងគេមាន procedure របស់គេដែរ